ខានឱកាសក្នុងការទទួលបានព័ត៌មានអំពីការងារស្ម័គ្រចិត្តអាហារូបករណ៍ការផ្ដល់ឈាមនិងកម្មវិធីផ្សេងៗមែនទេ Audi ជួយអ្នកក្នុងការដោះស្រាយបញ្ហាទាំងនេះអញ្ចឹងជំរាបសួរបងក៏ដូចជាសួស្ដីមិត្តភ័ក្តិដែលទស្សនានៅវីដេអូទាំងអស់នេះអញ្ចឹងពួកយើងក្រុមរបស់ពួកយើងមានឈ្មោះថា Audi ហើយថ្ងៃនេះដែរយើងមកធ្វើការ presentation ក៏ដូចជា pitching នៅ product របស់ពួកយើងហើយ team member របស់ពួកយើងមានដូចជាខ្ញុំសុមេតអុយទីវិស្ណុការាជនិងធានីអញ្ចឹងបញ្ហាអ្វីដែលយើងជួបប្រទះសប្តាហ៍ថ្ងៃអញ្ចឹងទី1តកតងជាមួយនឹងពេលវេលាអញ្ចឹងយើងដឹងស្រាប់ហើយអ្នកដែលគាត់ចូលរួមកម្មវិធីស្ម័គ្រចិត្តការងារសង្គមអីទាំងអស់ហ្នឹងគឺគាត់ទទួលបាននៅព័ត៌មានដែលខុសពីពេលវេលាដែលគាត់អាចទំនេរឬក៏អាចចូលរួមបានពេលខ្លះគាត់ទទួលបានព័ត៌មានហ្នឹងមកពីកន្លែងផ្សេងៗអញ្ចឹងទៅវាធ្វើឲ្យពិបាកមែនទែនក្នុងការ apply ទទួលយកឱកាសមួយហ្នឹងដែរព្រោះវាអាចនឹងហួសពេលឬក៏ពេលដែលថ្ងៃដែលត្រូវ event របស់គេហ្នឹងគឺគាត់រវល់ហើយមួយទៀតនោះគឺlimited accessibility គឺឱកាសខ្លះអាព័ត៌មានរបស់វាហ្នឹងគឺវា restrict ដោយពួកគាត់អ្នកដែលទទួលបានព័ត៌មានហ្នឹងគាត់អាចនៅតាមខេត្តគាត់អាចនឹងនៅតំបន់មួយដែលអត់សូវមានអ៊ីនធឺណិតឬក៏តំបន់មួយដែលមិនសូវមានការអភិវឌ្ឍចឹងទៅធ្វើឲ្យព័ត៌មានទាំងអស់ហ្នឹងគឺអត់បានទៅដល់គាត់បានជាក់ស្ដែងឬក៏ពេលខ្លះគាត់អានអា form ដែលនឹងចូលរួមកម្មវិធីហ្នឹងគឺវាអាចនឹងអត់ច្បាស់អីចឹងទៅហើយមួយទៀតគឺ effective promotion បានន័យថា event ទាំងអស់ហ្នឹងគឺគាត់បាន reach ទៅដល់ target audience ដែរដែលធ្វើឲ្យវាបាត់បង់អាកាសមួយហ្នឹងដែលអ្នកដូចឧទាហរណ៍អ្នកដែលគាត់ចង់ចូលរួមកម្មវិធីមួយហ្នឹងបែរជាអាព័ត៌មានដែលគាត់ផ្សព្វផ្សាយហ្នឹងវាអត់បានទៅដល់ម្នាក់ហ្នឹងទេគឺទៅដល់អ្នកផ្សេងដែលគេអត់ចាប់អារម្មណ៍អញ្ចឹងធ្វើឲ្យបាត់បង់ឱកាសក្នុងការចូលរួមកម្មវិធីទាំងអស់ហ្នឹងហើយមួយទៀត lack of resource គឺព័ត៌មានទាំងអស់ហ្នឹងវាមកពីគ្រប់ platform ពេកវាមិនចូលគ្នាធ្វើឲ្យញ៉ៃហើយប្រមូលក្នុងការស្វែងរកអីចឹងទៅអញ្ចឹងនៅក្រោយពេលដែលយើងបានសួរគាត់ច្រើនសំណួរតាក់ទងជាមួយនឹងនៅពេលដែលគាត់ចូលធ្វើដូចជាការងារស្ម័គ្រចិត្តអាហារូបករណ៍ក៏ដូចជាទៅផ្ដល់ឈាមអីចឹងតែបានន័យថាគាត់ទទួលបាននៅព័ត៌មានទាំងអស់ហ្នឹងអាចពេលខ្លះយឺតឬក៏អត់ហើយពិបាកក្នុងការស្វែងរកអីអត់ចឹងទៅអញ្ចឹងចម្លើយរបស់គាត់ភាគច្រើនបញ្ហាដែលគាត់ជួបប្រទះគឺមានច្រើនជាងគេនោះគឺគាត់ពិបាកក្នុងការរកនៅឱកាសដែលយើងអាចរកវាតាមថ្ងៃឧទាហរណ៍យើងទៅថ្ងៃណាយើងទៅស្វែងរកឱកាសការងារហ្នឹងតាមថ្ងៃហ្នឹងអីចឹងទៅហើយទី2នោះគឺគាត់រកបានហើយគឺវាអត់ត្រូវជាមួយនឹងអ្វីដែលគាត់ចង់បានហើយទៀតវាពិបាកក្នុងការរកហើយនឹងគាត់អាចរកវាបានដោយខ្លួនឯងអញ្ចឹងទេអញ្ចឹងពី Audi វិញពួកយើងគឺយើងបាន connect មនុស្សជាមួយនឹងកម្មវិធីដូចជាកម្មវិធីចិត្តមាន internship មាន competition ដែលពួកគាត់អាចបង្កើតឱកាសហើយអាចចូលរួមក្នុងកម្មវិធីទាំងអស់ហ្នឹងដោយយើង provide ជា filtering data filtering ហើយយើងលុបបំបាត់នៅbarrier ដែលពួកគាត់បានន័យថាវារាំងស្ទះពួកគាត់ក្នុងការទទួលបានព័ត៌មានទាំងអស់ហ្នឹងអញ្ចឹងsolution របស់យើងឥឡូវហ្នឹងគឺមានយើង provide ជា platform មួយដែលពួកគាត់អាចទៅរកស្វែងរកព័ត៌មានទាំងអស់ហ្នឹងនៅក្នុងកន្លែងតែមួយហើយមួយទៀតមាន notification សម្រាប់ព័ត៌មានទាក់ទងជាមួយកម្មវិធីបន្តទៀតមាន real time update មាន remove បានន័យថាពួកគាត់អាចមើលឃើញreal time update ហើយនឹងយើងអាចមានជា badge សម្រាប់ពេលដែលគាត់ចូលកម្មវិធីហ្នឹងហើយគាត់បញ្ចប់គឺគាត់បាន badge ហ្នឹងសម្រាប់តាំងនៅក្នុង profile របស់គាត់អញ្ចឹងនេះគឺជា prototype របស់យើងអញ្ចឹងកុំឲ្យថាពេលយូរយើងចូលទៅមើលវីដេអូ demo ទាំងអស់គ្នាជំរាបសួរបងហើយក៏ដូចជាសួស្ដីអ្នកទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះអញ្ចឹងនេះគឺជាវីដេអូ prototype របស់ app របស់យើងអញ្ចឹងនៅពេលដែលចូលដំបូងមកគឺយើងតម្រូវឲ្យអ្នកប្រើប្រាស់មាន account មួយដើម្បីពួកគេអាចចូលទៅនេះបានអញ្ចឹងយើងត្រូវចុចពាក្យថា sign up បន្ទាប់មកអ្នកប្រើប្រាស់គ្រាន់តែបញ្ចូលនាមនិងឈ្មោះរបស់គាត់លេខទូរស័ព្ទថ្ងៃខែឆ្នាំកំណើតជាមួយនឹង email ហើយនិង password របស់គាត់អញ្ចឹងពេលគាត់ចុច sign up បានន័យថាគាត់មាន account មួយអញ្ចឹងក្នុងករណីគាត់មាន account ហើយចូលចេញមកអញ្ចឹងទៅដែរគាត់អាចចុចពាក្យ sign in ក៏បានដែរដាក់ user ដាក់ email របស់គាត់ហើយនិង password របស់គាត់មកគឺចុច sign in គឺចូលមកដល់ page ដែរតែក្នុងករណីដែលគាត់ចង់បានចង់បង្កើត account ទេគាត់អាចចូលជា new បានដោយចាំបាច់មាន account ចុច join អញ្ចឹងយើងចូលមកមើល feature របស់យើងវិញគឺ feature របស់យើងគឺនៅពេលដែលអ្នកប្រើប្រាស់គាត់ចង់រកកម្មវិធីក៏ឱកាសណាមួយដែលគាត់អាចចង់ចូលរួមបានដូចឧទាហរណ៍កម្មវិធីនេះមហាស្រោបរូបភាពក្នុងពេញអញ្ចឹងពេលគាត់ឃើញ poster របស់គេហ្នឹងគាត់ចាប់អារម្មណ៍គាត់ចុចហ្នឹងដើម្បីអានព័ត៌មានបន្ថែមទាក់ទងជាមួយនឹងព័ត៌មានរបស់ឱកាសចិត្តរបស់កម្មវិធីមួយហ្នឹងអញ្ចឹងគាត់ចុចមកអាច continue មកវាមានព័ត៌មានបន្តបន្ថែមច្រើនទៀតអញ្ចឹងនៅពេលគាត់ចុច continue ម្ដងទៀតនោះវានឹងdirect គាត់ទៅកាន់កន្លែងដែលយើងអាចចុះឈ្មោះដើម្បីធ្វើការឈ្មោះជាអ្នកស្ម័គ្រចិត្តបានយកមកអញ្ចឹងនេះគាត់ពេញហើយគាត់ submit ទៅគឺវានឹងទៅដល់ព័ត៌មានទាំងនោះនឹងទៅដល់ក្រុមការងារអញ្ចឹងហ្នឹងបាច់ការ demo prototype របស់យើងប៉ុណ្ណឹងសូមអរគុណហ្នឹងទៀតគឺ target customer យើងជាអ្នកគេគឺយើងចង់ target ទៅកាន់មនុស្សដែលភាគច្រើនគាត់មានអាយុចន្លោះពី10ទៅ30ឆ្នាំហើយមិនថាភេទអីក៏ដោយគឺយើងប្រកាន់ទាំងអស់យើង target ពួកគាត់ហើយមួយទៀតនោះគឺជាមនុស្សដែលប្រភេទគាត់ចូលចិត្តធ្វើការងារសង្គមគាត់ចូលចិត្តចូលរួមប្រកួត competition volunteer ហើយនឹងចូលចិត្ត network ជាមួយនឹងមនុស្សដទៃទៀតអញ្ចឹងទៅហើយពួកគាត់អាចជាមនុស្ស introvert ឬក៏ extrovert ហើយមួយទៀតគឺសម្រាប់អ្នកដែលអាចប្រើប្រាស់នៅ app របស់យើងបានគឺយើងអត់ចាំបាច់កំណត់នៅខែរបស់ពួកគាត់ទេគឺអ្នកគេក៏អាចប្រើបានដែរហើយចំណុចខ្លាំងរបស់ app របស់យើងគឺយើងមាន centralized access ដែលយើងប្រមូលផ្ដុំនៅព័ត៌មានឬក៏event ទាំងអស់ដែលទាក់ទងជាមួយឱកាសការងារស្ម័គ្រចិត្ត internship ឱកាសដូចជាមាន volunteer មានអីទាំងអស់ហ្នឹងនៅក្នុងកន្លែងដុំមាន smart notification filter ដែល user គាត់អាចទទួលបាននៅព័ត៌មានថ្មីក្នុងពេលមួយជាក់លាក់អីចឹងទៅដែល
ពេលគេផុសហ្នឹងហើយនឹង real time update and recognition បានន័យថាគាត់ទទួលបាននូវ update ភ្លាមៗនៅពេលដែល event ហ្នឹងចប់គេ remove ភ្លាមៗ on page នៅពេលដែលគាត់បញ្ចប់អាហ្នឹងអីចឹងទៅអញ្ចឹងនេះគឺជា future competitor analysis យើងដែលយើងចង់ compete ជាមួយនឹង ruler community ដែលនៅក្នុង Telegram ឱកាសហ្នឹងគឺជាក្រុមមួយនៅក្នុង Facebook ហើយ Scholara និង Bookme Class អញ្ចឹងបានន័យថា app របស់យើងគឺយើងមាននៅ យើងមាននៅ data filtering ដែលកម្មវិធីផ្សេងៗទៀតពួកគាត់អត់មានទេយើងមាននៅ real time notification យើង free ក្នុងការប្រើប្រាស់ហើយនឹងយើងអាច short បានតាមរយៈ category បានទៀតបានន័យថាពួកគាត់ចូលចិត្តមិនយើងអាច short តាមនឹងបានហើយនេះគឺជា partner key partner ឬក៏ organization បានន័យថាយើងនឹង aim ទៅភាគច្រើន volunteer event organizer បានន័យថានៅពេលគាត់ចង់រើស volunteer គាត់អាចតាក់ទងជាមួយនឹងរបស់យើងបានហើយនឹង scholarship sharing គឺ Scholara ហ្នឹងអញ្ចឹងនេះគឺជា market analysis ដែលយើងអាចមើលបានថាទីផ្សារអ្នកដែលមានអាយុចាប់ពី15ទៅ29ឆ្នាំហ្នឹងគឺមានភាគរយច្រើនដែរហើយភាគច្រើនគឺគាត់អត់ទទួលបាននៅព័ត៌មានតាក់ទងនឹង volunteer ហ្នឹងតាមអីដែលគាត់ត្រូវការទេហើយយើងមាន source អីត្រឹមត្រូវនេះគឺមកពី Baseline Family អញ្ចឹងទៅហើយaround 80%នៃអ្នកដែលគាត់បញ្ចប់ការសិក្សាគាត់អត់ទទួលបានready skill ហ្នឹងដោយគាត់ lack soft skill អញ្ចឹងយើងធ្វើអាហ្នឹងក៏វាល្អសម្រាប់គាត់ហើយទៀតគឺយើងអាចបង្កើតinternet access smartphone ហ្នឹងទៅតាមគ្រប់កន្លែងបានទៀតអញ្ចឹងនេះគឺជាវិធីក្នុងការរកលុយតើយើងអាចរកលុយបានដោយរបៀបណាអញ្ចឹងនេះគឺជា source of revenue របស់យើងទីមួយគឺយើងមានជា commission ដែលពួកយើង take commission នៅពេលដែលគេទិញបែរថាគេចង់នេះនៅលើ app របស់យើងគេចង់រកស្វែងរក volunteer ហើយនឹងមួយទីទៀតគឺ sponsorship បានន័យថាពួកគាត់អាច sponsor មកលើ app របស់យើងនិង subscription បានន័យថាអ្នកដែលគេចង់ដាក់នេះហ្នឹងគាត់អាច subscribe យើងក្នុងមួយខែបានអញ្ចឹងទៅអញ្ចឹងជាចុងក្រោយ Audi របស់យើងគឺយើងផ្ដល់នៅ centralized app មួយដែលពួកគាត់អាចទៅរក event ទាំងអស់ហ្នឹងឬហើយនឹងឱកាសផ្សេងៗហ្នឹងនៅក្នុងកន្លែងតែមួយបានអញ្ចឹងអរគុណបងក៏ដូចជាអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ